មួយការរត់ភៀសខ្លួននិងការរកឃើញកោះអាថ៌កំបាំងរឿងរ៉ាវចាប់ផ្ដើមឡើងពីគ្រួសារមួយដែលមានសមាជិក5នាក់ឪពុកម្ដាយនិងកូនប្រុស3នាក់បានសម្រេចចិត្តចាកចេញពីស្រុកកំណើតដើម្បីស្វែងរកជីវិតថ្មីដ៏ស្ងប់ស្ងាត់នៅឯនីសមុទ្រប៉ុន្តែសំណាងមិនល្អទូករបស់ពួកគេបានជួបខ្យល់ពុះបក់បោកយ៉ាងខ្លាំងរហូតទាល់តែសត្វអណ្ដែតកណ្ដាលមហាសមុទ្រអស់ជាច្រើនខែនៅពេលដែលគ្រប់គ្នាចាប់ផ្ដើមអស់សង្ឃឹមពួកគេក៏បានប្រទះឃើញអណ្ដើកសមុទ្រនិងដីគោកនៃកោះមួយពួកគេបាននាំគ្នានិងសត្វពាហនៈទាំងអស់ឡើងច្រាំងដោយសុវត្ថិភាព2. ការតាំងទីលំនៅនិងការកសាងផ្ទះដើមឈើទាន់សម័យដើម្បីការពារខ្លួនពីសត្វព្រៃសាហាវឪពុកនិងកូនបានរួមធ្វើសគ្នាសាងសង់ផ្ទះដ៏ធំមួយនៅលើដើមឈើប្រព័ន្ធទឹកប្រើស្នូកអណ្ដើកធំធ្វើជាកង់លាងដៃនិងទាញទឹកស្អាតមកប្រើប្រាស់បច្ចេកវិទ្យាចែកចេញជា3បន្ទប់យ៉ាងមានសុវត្ថិភាពថែមទាំងបង្កើតទូត្រជាក់ដោយប្រើកម្លាំងទឹក water power និងមានដំបូលបើកមើលផ្កាយនៅពេលយប់ទៀតផងទោះបីជាយ៉ាងណាម្ដាយតែងតែបារម្ភពីអនាគតកូនព្រោះប្រសិនបើនៅលើកោះនេះរហូតពួកគេនឹងគ្មានថ្ងៃបានជួបមនុស្សស្រីឬរៀបការឡើយឪពុកក៏យល់ព្រមឲ្យកូនប្រុសច្បង William និងកូនទី2 Peter ជិះទូកចេញទៅរុករកជុំវិញកោះ 3. ការរំដោះស្រីស្អាត Bella និងចំនួនស្នេហាវាងបងប្អូនក្នុងអំឡុងពេលរុករកបងប្អូនទាំងពីរបានប្រទះឃើញក្រុមចោរសមុទ្រកំពុងចាប់ចំណាប់ខ្មាំងពួកគេបានលួចរំដោះក្មេងប្រុសម្នាក់ចេញមកប៉ុន្តែពេលប្រយុទ្ធគ្នាបន្តិចបន្តួចមុខរបស់ក្មេងនោះបានជ្រុះទើបដឹងថាក្មេងប្រុសរូបនោះគឺជាកញ្ញា Bella ដ៏ស្រស់ស្អាតបងប្អូនទាំងពីរបាននាំ Bella ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពពេល Bella ស្លៀករ៉ូបយ៉ាងស្រស់ស្អាតទាំង William និង Peter បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងភ្លាមរហូតកើតមានជម្លោះដណ្ដើមគ្នារ៉ាំនិងប្រយុទ្ធគ្នាម៉ាត់ដើម្បីដណ្ដើមបេះដូងស្រីស្អាត 4. សមរភូមិការពារកោះនិងការទប់ទល់ជាមួយចោរសមុទ្រដឹងថាចោរសមុទ្រច្បាស់ជាតាមប្រមាញ់ Bella ដល់កោះឪពុកបានដឹកនាំគ្រួសាររៀបចំអន្ទាក់ការពារខ្លួនជាច្រើនអន្ទាក់ដើមឈើមៀល Rolling Log Trap គ្រាប់បែកដូង Coconut Bombs អន្ទាក់ព្រួញស្វ័យប្រវត្តិនិងរន្ធអន្ទាក់មិនយូរប៉ុន្មានក្រុមចោរសមុទ្របានសម្រុកឡើងកោះមែនសមរភូមិស៊ូយ៉ាងក្តៅគុកបានចាប់ផ្ដើមគ្រួសារ Robinson បានកាត់ខ្សែស្ពានទម្លាក់ដុំថ្មនិងអុជគ្រាប់បែកដូងកំទេចចោរសមុទ្រដួលស្លាប់ជាបន្តបន្ទាប់ប៉ុន្តែដោយសារចោរសមុទ្រមានគ្នាច្រើនពេកពួកគេក៏បានវាយបំបែកការពាររហូតដល់ចុងក្រោយចំពេលអាសន្នស្រាប់តែសំឡេងកាំភ្លើងធំនៃកងនាវាជើងទឹករបស់លោកតា Bella បានបាញ់ប្រហារកំទេចនាវាចោរសមុទ្រពីចម្ងាយធ្វើឲ្យចោរសមុទ្រដែលនៅសល់រត់ស្លន់ស្លោនិងត្រូវចាប់ខ្លួនអស់ឪពុកនិងម្ដាយសម្រេចចិត្តបន្តរស់នៅលើកោះដ៏សុខសាន្តនេះជារៀងរហូត William កូនច្បង Bella អ្នកទាំងពីរបានស្រឡាញ់គ្នាហើយសម្រេចចិត្តរស់នៅលើកោះកសាងគ្រួសារជាមួយគ្នា Peter កូនទី2នៅលីវគ្មានជម្រើសក៏សម្រេចចិត្តជិះទូកទៅដីគោកជាមួយលោកតារបស់ Bella ដើម្បីទៅទទួលកេរដំណែលទ្រព្យសម្បត្តិរាប់លានសម្រាយសាច់រឿងអាថ៌កំបាំងប្រអប់ជលទេពនិងការរំដោះវិញ្ញាណ Robinson Crusoe Friday 1. ការលេចឡើងនៃរូបភាពអាថ៌កំបាំងនិងពាក្យចាមអារាមរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលយប់នៅក្នុងជម្រកលើកោះដាច់ស្រយាលមួយថ្ងៃសុក្រ Friday បានប្រញាប់ប្រញាល់មករាយការណ៍ប្រាប់ Robinson ទាំងភ័យអំពោលថាមានស្ត្រីជាច្រើនបានបង្ហាញខ្លួននៅឆ្នេរខ្សាច់ដោយក្តីឆ្ងល់និងរំភើប Robinson នឹងថ្ងៃសុក្របានកាន់ដុតជើង Annalise ដើរតម្រង់ទៅកាន់ឆ្នេរសមុទ្រដើម្បីពិនិត្យមើលប៉ុន្តែនៅពេលទៅដល់ពួកគេបែរជាមិនបានឃើញអ្វីសោះសូម្បីតែស្នាមជើងនៅលើខ្សាច់ក៏គ្មានដែរថ្ងៃសុក្របានពន្យល់តាមជំនឿរបស់គេថាព្រលឹងស្ត្រីអាចអណ្ដែតលើទឹកបានតែ Robinson គិតថាថ្ងៃសុក្រគ្រាន់តែយល់សប្តិនិងអន់ចិត្តយ៉ាងខ្លាំងដែលត្រូវគេបោក 2. គ្រោះថ្នាក់នៅប្រភពទឹកនិងការផ្ទុះបើកល្អាងថ្មនៅថ្ងៃបន្ទាប់ស្រាប់តែប្រភពទឹកស្អាតតែមួយគត់នៅលើកោះត្រូវស្ទះអ្នកទាំងពីរបានចុះទៅពិនិត្យនៅឯជ្រលងភ្នំ Robinson បានលូកដៃចូលទៅក្នុងក្រហែងថ្មដើម្បីកាយរបស់ដែលស្ទះចេញទោះជាថ្ងៃសុក្របានព្រមានអំពីគឺអ្នកថែរក្សាថ្មអាទិទេពក៏ដោយ Robinson មិនខ្វល់ឡើយខណៈពេលកាយទឹក Robinson ស្រាប់តែត្រូវអ្វីមួយទាញដៃនិងស្រូបយកចិញ្ចៀនអាពាហ៍ពិពាហ៍ដ៏សំខាន់របស់គេបាត់ស្រមោលភ្លាមនោះទឹកជ្រោះក៏ឈប់ហូរតែម្ដងដើម្បីយករង្វង់ចិញ្ចៀននិងបើកផ្លូវទឹកឡើងវិញអ្នកទាំងពីរបានកែច្នៃរំសេវផ្ទុះក្នុងបំពង់ពិនសីការផ្ទុះយ៉ាងខ្លាំងក្លាបានកំទេចមាត់ច្រកថ្មហើយរុញច្រានប្រអប់ថ្មអាថ៌កំបាំងដែលមានរូបបូឡាតក្បាលមួយចេញមកក្រៅ 3. ការដោះស្រាយប្រអប់លេខនិងរបស់ចម្លែកខាងក្នុងបន្ទាប់ពីនាំយកប្រអប់ថ្មនោះមកជម្រក Robinson បានប្រើប្រាស់ទៀនដើម្បីរលាយក្រមួនដែលបិទជិតពួកគេបានរកឃើញសោឆ្អឹងមួយប៉ុន្តែប្រអប់នោះមានរន្ធសរហូតដល់ទៅ5បន្ទះ Robinson បានគណនាតាមគណិតវិទ្យា 5 × 5 × 4 × 3 × 2 × 1
ឃើញថាមានវិធីបើកដល់ទៅ720របៀបប៉ុន្តែថ្ងៃសុក្របានសង្កេតឃើញនិមិត្តរូបពណ៌នៅលើមុខប្រអប់ពណ៌តំណាងឲ្យសេចក្តីស្លាប់ហើយបានចាក់សោតាមលំដាប់លំដោយរហូតដល់បើកបានជោគជ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងខាងក្នុងប្រអប់អាថ៌កំបាំងនោះមិនមែនជាមាសប្រាក់ឡើយតែជាផ្លែខ្វាស្ងួតដែលមានអាយុកាលរាប់រយឆ្នាំទៅវិញ4ការលាតត្រដាងការពិតពីគំនូរលើជញ្ជាំងថ្មដោយសារទឹកនៅលើកោះចាប់ផ្ដើមមានប្រៃនិងល្វីងព្រមទាំងមានបាតុភូតចម្លែកថ្ងៃសុក្រនិងរ៉ូប៊ីនសុនក៏បានកាន់ភ្លើងទៀនចូលទៅក្នុងល្អាងភ្នំអាថ៌កំបាំងជាថ្មីម្ដងទៀតនៅទីនោះថ្ងៃសុក្របានអាននិមិត្តរូបនិងគំនូរលើជញ្ជាំងថ្មបុរាណដាច់ស្រឡះ1ប្រអប់អាថ៌កំបាំងគឺជាប្រអប់សក្ការបូជាថ្វាយជលទេពអាទិទេពនៃទឹក2វិញ្ញាណស្ត្រីនាងគឺជាមនុស្សរស់ដែលត្រូវគេយកមកធ្វើជាបូជាថ្វាយដល់ព្រះអាទិត្យផែនដីនិងមហាសមុទ្រ3បេសកកម្មរំដោះវិញ្ញាណរបស់នាងត្រូវជាប់ឃុំឃាំងក្នុងអណ្ដូងទឹកនេះការដែលនាងបង្ហាញខ្លួននិងចង្អុលទៅសមុទ្រគឺចង់ឲ្យពួកគេប្រមូលផ្ដុំផ្នែករាងកាយធាតុសក្ការបូជាដែលបាត់បង់របស់នាងរួចយកទៅទម្លាក់ចូលក្នុងសមុទ្រដើម្បីឲ្យព្រលឹងនាងទទួលបានសេរីភាព4លក្ខខណ្ឌតបស្នងប្រសិនបើពួកគេជួយនាងទឹកស្អាតនៅលើកោះនឹងផ្អែមល្ហែមឡើងវិញហើយចិញ្ចៀនរបស់រ៉ូប៊ីនសុននឹងត្រឡប់មកវិញដូចគ្នា5ដំណើរផ្សងព្រេងឆ្លងកាត់ស្ពានទឹកបុរាណដើម្បីស្វែងរកភ្នូរនិងធាតុដែលសេសសល់រ៉ូប៊ីនសុននិងថ្ងៃសុក្របានធ្វើដំណើរចូលទៅជម្រៅនៃវិថីទឹកបុរាណក្នុងអំឡុងពេលរុករករ៉ូប៊ីនសុនបានរត់ប្រជែងនឹងទ្វារថ្មមេកានិកដែលកំពុងបិទជិតហើយស្ទុះរួចផុតខ្លួនយ៉ាងប្រផិតប្រផាយថ្ងៃសុក្រត្រូវជាប់ឃុំខាងក្នុងមួយសន្ទុះប៉ុន្តែរ៉ូប៊ីនសុនបានរកឃើញដុំថ្មនៅលើឥដ្ឋហើយជន់វាដើម្បីបើកទ្វារជួយថ្ងៃសុក្រមកវិញចុងក្រោយពួកគេបានមកដល់ច្រកចេញដែលគ្មានផ្លូវដើរបន្តក្រៅតែពីស្ពានប្រឡាយទឹកបុរាណដ៏ចង្អៀតរៀបចំឡើងនៅលើកម្ពស់រាប់រយម៉ែត្រមកគឺភាពភ័យខ្លាចនិងសំឡេងប្រេះស្រាំពីក្រោមជើងរួមទាំងដុំថ្មដែលជ្រុះធ្លាក់ទៅក្នុងជ្រលងភ្នំជ្រៅអ្នកទាំងពីរបានសម្រួលលំនឹងខ្លួនដើរតម្រង់ទិសដៅទៅមុខដោយប្រុងប្រយ័ត្ននៅវិនាទីចុងក្រោយខណៈដែលស្ពានទឹកចាប់ផ្ដើមបាក់ស្រុតទាំងស្រុងពួកគេបានស្ទុះផ្លោះផុតទៅដល់ច្រកល្អាងម្ខាងទៀតដោយសុវត្ថិភាពសាច់រឿងឆ្លុះបញ្ចាំងពីកិច្ចសហការនិងការទុកចិត្តគ្នារវាងមនុស្សពីររូបដែលខុសគ្នាតាំងពីជំនឿរហូតដល់ចំណេះដឹងរ៉ូប៊ីនសុនប្រើប្រាស់វិទ្យាសាស្ត្រនិងតវិជ្ជាចំណែកថ្ងៃសុក្រប្រើប្រាស់ការសង្កេតនិងជំនឿបុរាណដើម្បីជួយរំដោះព្រលឹងដែលត្រូវគេឃុំឃាំងនិងការពារប្រភពជីវិតនៅលើកោះការលាតត្រដាងល្អាងបុរាណនិងស្ដេចសត្វព្រៃបន្ទាប់ពីបានឆ្លងកាត់ស្ពានប្រឡាយទឹកបុរាណដ៏គ្រោះថ្នាក់លើកម្ពស់រាប់រយម៉ែត្ររួចមក Robinson និងថ្ងៃសុក្រ Friday បានបន្តដំណើរទៅមុខទាំងមិនដឹងទិសដោយច្បាស់លាស់ស្រាប់តែពេលចេញផុតពីច្រកភ្លើងងឹតពួកគេបានជួបប្រទះនឹងទីសក្ការបូជាបុរាណមួយដែលលាក់ខ្លួនកណ្ដាលព្រៃស្ងាត់ជ្រុងថ្ងៃសុក្របានកាប់ឆ្ការវលេចជុំវិញរហូតរកឃើញមឈូសថ្មបុរាណដោយផ្អែកលើរូបចម្លាក់នៅលើជញ្ជាំងពួកគេយល់ថាទីនេះគឺជាភ្នូររបស់ស្ត្រីដែលត្រូវគេយកមកធ្វើជាបូជាថ្ងៃសុក្របានព្យាយាមប្រើប្រាស់កាំបិតគាស់គម្របថ្មប៉ុន្តែដោយសារបច្ចេកទេសភ្ជាប់រឹងមាំខ្លាំងពេកកាំបិតរបស់គេត្រូវបាក់ជាពីរការលេងល្បែងប្រែកូដនិងការបើកមឈូសថ្មរ៉ូប៊ីនសុនបានពិនិត្យយ៉ាងល្អិតល្អន់ហើយសន្និដ្ឋានថាមឈូសថ្មនេះមានអាយុកាលចាស់ជាងប្រអប់លលាដក្បាលទៅទៀតហើយវាត្រូវតែមានចិនការសោអាតកំបាំងសម្រាប់បើក1ពួកគេបានស្វែងរករហូតឃើញរន្ធចាក់សោ6នៅជុំវិញជញ្ជាំងមឈូស2រន្ធនីមួយមាននិមិត្តរូបនិងទំហំត្រូវគ្នាបេះបិទទៅនឹងបន្ទះថ្មអាថ៌កំបាំងដែលពួកគេធ្លាប់បានដកចេញពីប្រអប់លេខមុននេះ3អ្នកទាំងពីរបានយកបន្ទះថ្មមកចាក់ដោតចូលតាមលំដាប់លំដោយយ៉ាងត្រឹមត្រូវភ្លាមនោះសំឡេងមេកានិកបុរាណបានបន្លឺឡើងគំរបំឈូសថ្មបានបើកចំហនៅខាងក្នុងនោះគឺមានឆ្អឹងសពស្ត្រីសម្រាកយ៉ាងស្ងប់ស្ងាត់ដូចអ្វីដែលពួកគេបានទីទុកមែនការប្រឈមមុខនឹងវងចោមរោមនៃហ្វូងឆ្កែព្រៃខណៈពេលដែលថ្ងៃសុក្រនិងរ៉ូប៊ីនសុនកំពុងប្រមូលនិងរៀបចំប្រមូលធាតុឆ្អឹងសពសំឡេងក្រហមដ៏សាហាវបានបន្លឺឡើងឆ្កែព្រៃដ៏សាហាវមួយក្បាលបានបង្ហាញខ្លួនបិទផ្លូវពួកគេបានព្យាយាមដើរថយក្រោយបកទៅផ្លូវផ្សេងតែបែរជាត្រូវហ្វូងឆ្កែព្រៃជាច្រើនក្បាលចោមរោមជុំចិត្តគ្មានជំរឿអ្វីផ្សេងអ្នកទាំងពីរបានរត់ត្រឡប់ចូលទៅក្នុងច្រកផ្លូវងឹតវិញយ៉ាងលឿនរ៉ូប៊ីនសុនបានទាញទម្លាក់មែកឈើទប់ស្កាត់ផ្លូវប៉ុន្តែហ្វូងឆ្កែព្រៃនៅតែតាមខំបំបែកមែកឈើដេញតាមពីក្រោយពួកគេរត់ចេញមកដល់មាត់ច្រកល្អាងតែត្រូវទោច្រកត្រឹមស្ពានប្រឡាយទឹកចាស់បាក់បែកដដែលដោយត្រូវជំរឿរវាងក៏ស្លាប់ក្រោមក្រញាំឆ្កែព្រៃគឺប្រថុយជីវិតឆ្លងស្ពានពួកគេបានសម្រេចចិត្តរត់ប្រជែងលើស្ពានទឹកដ៏ចង្អៀតទោះជាឆ្កែព្រៃរត់តាមលើស្ពានក៏ដោយ
តែដោយសារទម្ងន់និងភាពរញ្ជួយស្ពានទឹកបុរាណនោះបានបាក់រលំធ្លាក់ចូលទៅក្នុងជ្រលងភ្នំជ្រៅធ្វើឲ្យហ្វូងឆ្កែព្រៃធ្លាក់ចុះទៅខាងក្រោមបេសកកម្មរំដោះវិញ្ញាណនិងទីបញ្ចប់នៃបណ្ដាសាបន្ទាប់ពីបានរត់គេចផុតពីគ្រោះថ្នាក់ពួកគេបានប្រញាប់ប្រញាល់តម្រង់ទិសដៅទៅកាន់ឆ្នេរសមុទ្រមួយថ្ងៃសុក្របានយកស្បែកខ្ចប់ឆ្អឹងសពស្ត្រីនោះបោះចូលទៅក្នុងមហាសមុទ្រដ៏ជ្រៅ2ខណៈពេលដែលធាតុឆ្អឹងសពបានលិចចូលទៅក្នុងបាតសមុទ្រយ៉ាងសន្សឹមឆ្កែព្រៃដែលដេញតាមមកដល់ឆ្នេរក៏បានបញ្ឈប់ការវាយប្រហារហើយងាកក្បាលដើរចេញទៅវិញយ៉ាងស្ងប់ស្ងាត់3វិញ្ញាណរបស់ស្ត្រីដែលត្រូវគេយកធ្វើជាបូជាត្រូវបានរំដោះឲ្យមានសេរីភាពជាស្ថាពរផលតបស្នងនិងសន្តិភាពឡើងវិញនៅពេលអ្នកទាំងពីរធ្វើដំណើរត្រឡប់មកដល់ជម្រកលើដើមឈើវិញពួកគេបានជួបប្រទះនឹងបាតុភូតអភូតហេតុអណ្ដូងទឹកស្អាតដែលធ្លាប់តែរីងស្ងួតនិងមានរសជាតិប្រៃល្វីងបានហូរត្រឡប់មកវិញពេញបរិបូរណ៍ជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ជាងមុនអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺចិញ្ចៀនអាពាហ៍ពិពាហ៍របស់ Robinson ដែលធ្លាប់បាត់នៅក្នុងក្រហែងថ្មបានអណ្ដែតចេញតាមបំពង់ទឹកមកនៅក្នុងដៃរបស់គេវិញយ៉ាងចម្លែកសេចក្តីសន្ធានបេសកកម្មដ៏គ្រោះថ្នាក់នៅលើកោះបានបញ្ចប់ទៅដោយជោគជ័យដោយសារតែការរួមផ្សំគ្នារវាងជំនឿនិងការសង្កេតរបស់ថ្ងៃសុខជាមួយនឹងតវិជ្ជានិងភាពក្លាហានរបស់ Robinson